subordinate conjunction វាមាន function មានន័យថាមុខងារណាបាទវាតាក់ទងពេលវេលាដូចជាមានពាក្យ after មានពាក្យ before មានពាក្យ when ពាក្យ while until since តែយើងឧទាហរណ៍អាចជួយយើងឲ្យងាយយល់ដូចជា I will call you after I arrive ចឹង I will call you after I arrive after កន្លែងនេះគឺជា subordinate conjunction ចឹងគ្រូសួរឡើងវិញថានៅមួយណាដែលគេចាត់ទុកថាជា main clause main clause ចាប់ពី I will call you ចា Good very good I will call you ចុះចាប់កន្លែងណាគេហៅថា subordinate clause subordinate clause subordinate เขาចាប់ពី after ទៅចា Okay after I arrive Okay good បាទអញ្ចឹងប្រសិនបើយើងបញ្ចូលsubordinate conjunction ជាមួយនឹង clause វាคล้ายជា subordinate clause តែបើសិនបើយើងគិតត្រឹមតែដែលយើងគូសបន្ទាត់ពីក្រោមហ្នឹងគេហៅថា subordinate conjunction ហ្នឹងណាI have been a teacher since I was 24 ចឹងមួយណាជា subordinate conjunction subordinate conjunction sin ចា Yes sin ចឹងកន្លែង sin នេះគេហៅថាជា subordinate conjunction បាទគឺចឹងខ្ញុំបានធ្វើជាគ្រូបង្រៀនតាំងពីខ្ញុំនៅអាយុ24ឆ្នាំចឹងចាប់ពីកន្លែង sin រហូតដល់ I was 24គេហៅថា subordinate clause ចឹងបាន function ទី1គឺទាក់ទង time ពេលវេលា function ទី2គឺទាក់ទងនឹងហេតុផលឬក៏ហេតុបាទមាន because មាន sin មាន as she stay home because she was sick ចឹងគ្រូ highlight ហើយ because នេះវាជា subordinate conjunction ទី3 condition ចាំបានទេពាក្យ condition មានន័យថាម៉េច condition Yes ហ៎ condition មានន័យថាម៉េចcondition ឆាប់ផ្លេចមក condition លក្ខខណ្ឌចឹងsubordinate conjunction ដែលទាក់ទងលក្ខខណ្ឌមាន if ប្រើប្រសិទ្ធបើ unless ប្រើប្រសិទ្ធបើមិនunless ស្មើនឹង if not provided that ប្រសិទ្ធបើដូចគ្នាដែរ provided that យ៉ាឆាឧទាហរណ៍ថា you will pass if you study hard ចឹង subordinate conjunction គឺ if តែបើយើងរកចាប់ពី if ទៅនេះ subordinate clause យ៉ាឆាយើងរំលឹកតមួយទៀត function បន្តគឺទាក់ទងនឹង contrast ជាពាក្យ contrast ទេ contrast ជាពាក្យ contrast ទេអត់ឆា contrast មានន័យថាផ្ទុយកម្រិតផ្ទុយផ្ទុយគ្នាចាចឹង subordinate conjunction មានដូចជា all those អានេះប្រែទោះបីជាណា whereas ចំណែកឯ even though សំបីតែចឹងក៏ជាប្រយោគ he went out although it was raining ចឹង all those ប្រែថាទោះបីជាគាត់បានចេញក្រៅទោះបីជាវាភ្លៀងក៏ដោយតែវាណាបាទទី2ឧទាហរណ៍ទី2 I have to graduate MBA even though I am poor បកប្រែបានទេប្រយោគនេះ I have to graduate MBA even though I am poor បកថាម៉េចខ្ញុំទទួលបានសញ្ញាបត្រអីចាខ្ញុំត្រូវតែបញ្ចប់ MBA នេះ Master Degree ណាខ្ញុំត្រូវតែបញ្ចប់អនុបណ្ឌិតបងទៅស្ដាប់ទៅមានណាទោះបីជាខ្ញុំក្រទោះបីជាខ្ញុំក្រក៏ដោយបាទ
ខ្ញុំត្រូវតែបញ្ចប់សញ្ញាបត្រលំដិតទោះបីជាខ្ញុំក្រក៏ដោយអញ្ចឹង even though នេះគឺជា subordinate conjunction យេឆា អញ្ចឹង function បន្តគឺ purpose ពាក្យអាន purpose ប្រែថាម៉េច purpose ខ្ញុំធ្វើមើលទៅខាងហ្នឹង purpose នេះចាំបង យេឆា បកប្រែថាម៉េច purpose អូអត់ចេះ purpose ដល់មកឆា គោលបំណង purpose គោលបំណង ណង អញ្ចឹង subordinate conjunction មានដូចជា so that in order that បាទclear ទៅអត់ so that in order that ប្រាដើម្បីឲ្យមានន័យចឹងណា យេឆា បាទដូច្នេះថាដើម្បីឲ្យឧទាហរណ៍នេះ I try to make more example so that you can understand easily ឥឡូវបកប្រែថាម៉េចនេះ I try to make more example so that you can understand easily សាក់របស់មក quá nhiều Wow, ai em không ai សាក់របស់ Bữa sư bữa អឺ bữa không hắn rất là yêu I try ប្រហែល try I try ហត់លើហត់លើ ទេអត់ទេមែនទេនៅហត់នេះ try អត់តានេះ try lại học ឆ្ងាយ I try to make more example tiền mà cái cam không bị tôn tôn អី ព្យាយាមអត់ទេព្យាយាមខ្ញុំព្យាយាមបង្កើតឧទាហរណ៍ឲ្យបានច្រើនខ្ញុំបង្កើតឧទាហរណ៍ឲ្យបានច្រើន so that នេះប្រែថាដើម្បីឲ្យនេះវាជាបង្ហាញពីគោលបំណងណាពី purpose ខ្ញុំព្យាយាមបង្កើតឧទាហរណ៍ឲ្យបានច្រើនដើម្បីឲ្យអ្នកអាចយល់បានងាយស្រួលឃើញទេ ស្រួល you can understand easily យល់បានយ៉ាងងាយស្រួលចឹង so that in order that ជំនួសនេះបានតើណាបាទយើងប្រើ so that ក៏បានប្រើ in order that ក៏បាន siêu siêu khó nhiều khưng បន្តទៀត purpose សំទោស function មួយទៀតគឺ comparison មានន័យថាម៉េច comparison điều khủng điều kiện đấy comparison comparison វា ប្រៀបធៀបការប្រៀបធៀប មាន then ឬក៏ as as អាចថែមមួយទៀត as then នេះជាងអញ្ចឹងឧទាហរណ៍ក៏ដែរ he is taller than his brother បកប្រែថាម៉េច he is taller than his brother គាត់ពោះជាងបងប្រុសខ្ញុំ គាត់ពោះជាងបងប្រុសខ្ញុំកាលពីមុនយើងធ្លាប់ជួបដែរ យើងអត់ដឹងថាវាដើរតួជាអីទេមែនទេដល់ឥឡូវយើងដឹងថាវាជាអីដល់ប្រាប់ទូ then ជាស្អី then ប្រៀបធៀប តែប្រៀបធៀបហើយដល់ឈ្មោះវានេះឈ្មោះវានៅក្នុងនេះវេយ្យាករណ៍នេះ compass ឈ្មោះអីគេមកហៅឈ្មោះ ច្រើន ដាក់ឈ្មោះមក និយាយពីខែ then ជាអី មុខលាវាមិនឆា អត់ទេមុខងារ comparison តែនេះឈ្មោះវានេះនៅកណ្ដាលនេះនៅកណ្ដាល subject អីស្អាតច្រឡំឆា subordinate conjunction subordinate conjunction ចឹងកាលមុនយើងធ្លាប់ជួបប្រយោគនេះពាក្យនេះយើងធ្លាប់ជួបប៉ុន្តែយកដឹងថាឈ្មោះអីមែនអត់ទេ យ៉ាឆា ពេលនេះយើងស្គាល់ថាអូនេះ then នេះគឺជា conjunction ឬហៅថា subordinate conjunction as នេះបកប្រែថាម៉េច as ទៅឥឡូវគូឧទាហរណ៍ត្រេះមួយប្រយោគ ស្គាល់អត់ ម៉ៃ as ទៅឆាត់ញ៉ៃពេល I am as old as យកសម័យលើមិនចេះអាចបាត់ទេ father មើលឃើញទេប្រយោគនេះមើលឃើញអត់ទេ ឃើញឆា ឥឡូវបកប្រែគឺស្ដាប់មក I am as old as your father as old as
ยุ่งจัง I am as old as your father ไฮไลท์จะได้แปลทำไม ខ្ញុំចាស់ដូចតារបស់អ្នក ខ្ញុំចាស់ដូចឪពុករបស់អ្នកចាស់ប្រហែលแล้วนะមានអាយុប្រហែលអាយុដូចគ្នា I am as old as your father មកខ្ញុំមានវ័យចំណាស់ដូចឪពុករបស់អ្នកដែរអញ្ចឹង as នេះក៏វាជា subordinate conjunction ដែលមុខងាររបស់វាគឺ comparison មុខងារវា comparison ណាមុខងារវាគឺជាការប្រៀបធៀបបាទអញ្ចឹង subordinate conjunction គឺសូមប៉ុណ្្នឹងសិនណាបាទហើយគឺទៅតេស្តvocab បន្តិចអញ្ចឹងគឺសូមចេញមុនយើងកុំទាន់ចេញណា ចា៎